ជាដំបងខ្ញុំសូមគោរពជំរាបសួរដល់លោកគ្រូអ្នកគ្រូក៏ដូចជាអ្នកទស្សនាវីដេអូនេះទាំងអស់គ្នាពួកខ្ញុំមកពីក្រុមទី6នៃថ្នាក់ទី11កនៃវិទ្យាល័យព្រៃដំបូកដែលមានសមាជិកចំនួន7នាក់មានដូចជាប៊ុននារីជាប្រធានហើយប៊ុនហៃជាសមាជិកធននេះហួរជាសមាជិករូបខ្ញុំផ្ទាល់នៅធីតាជាសមាជិកខាសុកលេងជាសមាជិកហងសៀមមីជាសមាជិកនិងសរលក្ខណៈជាសមាជិកថ្ងៃនេះពួកខ្ញុំមានប្រធានបទមួយដែលត្រូវយកមកបកស្រាយគឺជំងឺឆ្កែឆ្កួតហើយដើម្បីឲ្យយល់ដឹងច្បាស់ពីជំងឺឆ្កែឆ្កួតសូមទស្សនាវីដេអូនេះដូចតទៅហើយក្រុមយើងខ្ញុំក៏បានបែងចែកចេញជា6មេតិកាគឺមេតិកាទី1និយាយពីនិយមន័យនៃជំងឺឆ្កែឆ្កួតមេតិកាទី2និយាយពីមូលហេតុនៃជំងឺឆ្កែឆ្កួតមេតិកាទី3និយាយពីរោគសញ្ញានៃជំងឺឆ្កែឆ្កួតមេតិកាទី4និយាយពីផលវិបាកនៃជំងឺឆ្កែឆ្កួតមេតិកាទី5និយាយពីការព្យាបាលជំងឺឆ្កែឆ្កួតនិងមេតិកាទី6និយាយពីការការពារនៃជំងឺឆ្កែឆ្កួតថ្ងៃនេះខ្ញុំលើកយកប្រធានបទជំងឺឆ្កែឆ្កួតយកមកនិយាយដើម្បីបកស្រាយប្រធានបទឲ្យបានក្បាស់យើងត្រូវគប្បីស្វែងយល់ពីនិយមន័យជាមុនសិនជំងឺឆ្កែឆ្កួតគឺជាជំងឺដែលផ្ទុកវីរុសឆ្កែឆ្កួតដែលឆ្លងតាមរយៈការខាំឬខ្វាចមនុស្សដែលត្រូវបានសត្វដែលមានជំងឺឆ្កែឆ្កួតខាំឬខ្វាចនឹងត្រូវធ្លាក់ខ្លួនឈឺរហូតដល់បាត់បង់ជីវិតបើមិនមានការពារចាក់ថ្នាំបង្ការតាន់ពេលវេលាមូលហេតុនៃការឆ្លងជំងឺនេះទី1ការខាំនៃសត្វដែលមានផ្ទុកមេរោគនេះសត្វដែលមានផ្ទុកមេរោគនេះខាំមនុស្សឲ្យបានបញ្ជូនមេរោគទៅតាមទឹកមាត់ចូលទៅក្នុងឈាមរបស់មនុស្សទី2ការប៉ះទឹកមាត់សត្វដែលផ្ទុកមេរោគនេះទៅនឹងរបួសទី3ទឹកមាត់សត្វដែលមានផ្ទុកមេរោគនេះប៉ះទៅនឹងភ្នែកមាត់ច្រមុះរបៀបដែលមេរោគនេះឆ្លងចូលទៅក្នុងខ្លួនមនុស្សទី1វីរុសឆ្កែឆ្កួតដែលមាននៅក្នុងទឹកមាត់សត្វដែលមានជំងឺនេះជ្រៀតចូលទៅក្នុងខ្លួនរបស់មនុស្សទី2វីរុសឆ្កែឆ្កួតបំបែកខ្លួននៅក្នុងជាលិកាសាច់ដុំទី3វីរុសឆ្កែឆ្កួតធ្វើការបម្លាស់ទីតាមប្រព័ន្ធសរសៃប្រសាទចូលទៅក្នុងខួរឆ្អឹងខ្នងរបស់មនុស្សទី4វីរុសឆ្កែឆ្កួតធ្វើការបំលាស់ទីពីខួរឆ្អឹងខ្នងទៅខួរក្បាលរបស់មនុស្សទី5វីរុសឆ្កែឆ្កួតនេះបានចូលទៅទន្ទ្រានខួរក្បាលបណ្ដាលមានការរលាកខួរក្បាលទី6វីរុសឆ្កែឆ្កួតនេះបានចូលទៅទន្ទ្រានដល់ក្រពេញទឹកមាត់និងសរសៃរាង្គផ្សេងៗទៀតរោគសញ្ញានៃជំងឺឆ្កែឆ្កួតបន្ទាប់ពីត្រូវបានសត្វឆ្កែឬសត្វឆ្មាខាំហើយយើងឆ្លាស់ជាចង់ដឹងថាតើខ្លួនបានឆ្លងនៅមេរោគឆ្កែឆ្កួតដែរឬទេគឺត្រូវកត់សម្គាល់លើរោគសញ្ញាទាំងនេះរោគសញ្ញាបឋមមានដូចជាឈឺក្បាលក្តៅខ្លួនឈឺបំពង់កអស់កម្លាំងមិនឃ្លានចំណីអាហារលេបអាហារមិនចូលឈឺចាប់ខ្លាំងនៅត្រង់កន្លែងខាំនិងក្អួតចង្អោរជាដើមរីឯរោគសញ្ញាធ្ងន់ធ្ងរវិញមានដូចជាការខ្លាចទឹកខ្លាចខ្យល់អ្នកជំងឺមានអារម្មណ៍តប់ប្រមល់ក្នុងចិត្តនៅពេលដែលឮសំឡេងលេសឡាស់ប្រកាច់ទន់ដៃទន់ជើងវង្វេងវង្វាយស្មារតីពិបាកដកដង្ហើមនិងសន្លប់ផលវិបាកមាន6ចំណុចសំខាន់គឺចំណុចទី1ប៉ះពាល់ប្រព័ន្ធប្រសាទចំណុចទី2វាទៅការឈឺក្បាលធ្វើឲ្យយើងឈឺក្បាលខ្លាំងភ្លេចភ្នែកស្រឡាំងកាយគឺជាអាការៈមនុស្សឆ្កួតចំណុចទី3ខ្លាចទឹកនៃជំងឺភាគច្រើនខ្លាចទឹកពិបាកលេបទឹកឃើញទឹកមានអារម្មណ៍ថាភ័យខ្លាចចំណុចទី4សាច់ដុំចង្អៀតរឹងការសាច់ដុំចង្អៀតពិបាកដកដង្ហើមបាត់បង់ការគ្រប់គ្រងរាងកាយចំណុចទី5បេះដូងរំភើបដង្ហើមបេះដូងដំណើរការមិនប្រក្រតីចំណុចទី6ស្លាប់នៅការជំងឺនេះស្ទើរតែស្លាប់ 100% បានព្យាបាលតាំងពីដំបូងការព្យាបាលជំងឺឆ្កែឆ្កួតនៅពេលដែលអ្នកត្រូវឆ្កែខាំភ្លាមអ្នកត្រូវលាងសាប៊ូនិងទឹកយ៉ាងហោចណាស់ឲ្យបាន15នាទីត្រូវលាងអាល់កុលនិងមេតាឌីនបន្ថែមមិនត្រូវដេញមុខរបួសនៅកន្លែងឆ្កែខាំលើកលែងតែចាំបាច់បំផុតត្រូវនាំទៅពេទ្យភ្លាមដើម្បីឲ្យគ្រូពេទ្យចាក់ថ្នាំប្រឆាំងនឹងជំងឺឆ្កែឆ្កួតត្រូវទៅចាក់វ៉ាក់សាំងច្រើនដងតាមវិជ្ជាបញ្ជាទាំង3ដែលអ្នកមិនត្រូវធ្វើនៅពេលដែលឆ្កែខាំគឺមិនត្រូវទុករបួសឲ្យស្ងួតដោយមិនលាងមិនត្រូវប្រើថ្នាំបុរាណឬព្យាបាលដោយខ្លួនឯងទេមិនត្រូវទាល់តែមានរោគសញ្ញាទៅយកទៅមន្ទីរពេទ្យឡើយចាក់វ៉ាក់សាំងអសចិញ្ចឹមត្រូវនាំឆ្កែឆ្មាទៅចាក់វ៉ាក់សាំង Rabies Vaccine ជាប្រចាំដើម្បីកុំឲ្យវាឆ្លងជំងឺ2កុំលេងឬរំខានសត្វដែលមិនស្គាល់3កុំប៉ះឬលេងជាមួយឆ្កែឆ្មាអនាថា4កុំធ្វើសត្វខឹងព្រោះវាអាចខាំបាន5ប្រុងប្រយ័ត្នពេលឆ្កែឬឆ្មាមានអាការៈចម្លែកបើឃើញសត្វកាចខុសពីធម្មតាដូចជាស្រក់ទឹកមាត់ច្រើនរោគរង្វេងត្រូវនៅឆ្ងាយរួចប្រាប់មនុស្សរបួសភ្លាមៗមកតបពីត្រូវខាំឬកោរដោយទឹកស្អាតនិងសាប៊ូរយៈពេល45នាទីត្រូវទៅមន្ទីរពេទ្យភ្លាមទៅជួបគ្រូពេទ្យដើម្បីពិនិត្យនិងអាចចាក់ Rabies Post Exposure Prophylaxis ឲ្យទាន់ពេលអប់រំនិងផ្សព្វផ្សាយរៀនស្គាល់ពីគ្រោះថ្នាក់នៃជំងឺនេះនិងប្រាប់អ្នកដទៃឲ្យប្រុងប្រយ័ត្នសម្រាប់ការការពារគឺដែលល្អបំផុតគឺមិនត្រូវអាសត្វខាំនិងទៅមន្ទីរពេទ្យភ្លាមបានទស្សនានៅ
វីដេអូនេះរួចមកហើយពួកខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ដឹងកាន់តែច្បាស់ពីផលវិបាកនៃជំងឺឆ្កែឆ្កួតនិងអាចរកវិធានការនិងការដោះស្រាយឲ្យបានទាន់ពេលវេលាឬក៏យកទៅមន្ទីរពេទ្យឲ្យបានទាន់ពេលនៅពេលដែលត្រូវសត្វឆ្កែឬសត្វឆ្មាខាំហើយជាចុងបញ្ចប់យើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណដល់អ្នកទស្សនាវីដេអូនេះទាំងអស់គ្នាពីដើមរហូតដល់ចប់និងជួបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈនិងសុខៈពលៈ